រីករាយណាស់ឬដែលបានរៀបការជាមួយខ្ញុំរីករាយទៅផ្ទះនៅខុសហើយផ្ទះនៅខាងនេះយកមង្គលការយ៉ាងម៉េចដែរខ្ញុំគ្រាន់តែចង់គេងជាមួយបងទេល្អណាស់ទៅថ្ងៃមុខខ្ញុំអាចរស់នៅជាមួយបងស្រីបានហើយយើងរៀបការហើយបើអូនចង់បានវីឡាឬអាផាតមិនធំបងអាចទិញជូនអូនបានទាំងអស់រស់នៅផ្ទះបងខ្ញុំមិនសមទេមិនបានទេខ្ញុំនឹងរស់នៅជាមួយបងស្រីខ្ញុំតែម្ដងបើបងមិនយល់ព្រមនោះបងកុំឡើងក្រែខ្ញុំអីកុំគិតបានហើយឈប់សិនបានហើយបងប្អូនប្រុសយើងលើកនេះពិតជាជំពាក់គុណពួកអូនហើយស្ត្រីម្នាក់នេះឆៃយ៉ាងចេះតែលេងឡានប្រណាំងទេអត់មានចំណេះវិជ្ជាអីផងពិតជាធ្វើឲ្យឆៃខែនពិបាកចិត្តណាស់អញ្ចឹងទៅថ្ងៃមុខការចំណាយរបស់អ្នកទាំងពីរគឺខ្ញុំជាអ្នកចេញឲ្យទាំងអស់ល្អទទួលបានប្រាក់ចូលកន្នី2លានយួនទទួលបានប្រាក់ចូលកន្នី1លានយួនលុយចាយប្រចាំថ្ងៃដែលបងប្រុសខ្ញុំឲ្យចូលឲ្យខ្ញុំមិនទេឲ្យអូនពាក់កណ្ដាលលឿនឡើងសរសើរខ្ញុំទៅកូនខ្លាញ់ម្នាក់រកលុយគ្រួសារទាំងមូលគ្មានអ្វីត្រូវបារម្ភឡើយសុទ្ធនេះបានធ្វើជាកូនស្រីសំណប់ចិត្តរបស់បងស្រីពិតជាស័ក្តិសមណាស់រៀបការបាន2ឆ្នាំហើយលុយដែលចៅស៊ឺជីរកបានក៏ត្រូវចែកខ្ញុំពាក់កណ្ដាលដែរឥឡូវលេងលេះគ្នាវាហាក់ដូចជាមិនយុត្តិធម៌សម្រាប់គាត់ទេតែបើលុយក្នុងធនាគារកើនដល់8ខ្ទង់ហើយមិនដឹងត្រូវជ្រើសរើសយ៉ាងម៉េចទេដើរតាមបងស្រីគឺត្រូវហើយអូនកំពុងធ្វើអីខ្ញុំកំពុងរៀបចំអីវ៉ាន់ខ្ញុំត្រៀមបដូរផ្ទះអូនទីបំផុតព្រមមកផ្ទះជាមួយបងហើយចឹងបងជួយរៀបចំជូនមិនមែនទេគឺខ្ញុំនិងបងស្រីខ្ញុំត្រៀមបដូរផ្ទះបងប្រុសឯងក្បត់ដល់ពេលបងស្រីខ្ញុំលែងលះហើយអញ្ចឹងហើយណាគឺបងស្រីរបស់ខ្ញុំគាត់បានលែងលះហើយបន្ទាប់មកខ្ញុំក៏លែងដែរចានស៊ីនបើហ៊ាននិយាយម្ដងទៀតមកនៅលេងទៀតទេលេងតែមកកាមីជាតែអ៊ីរូមើលទៅនៅមិនទាន់រៀនស្ដាប់បង្គាប់ទៀតនៅលេងអ្នកទីទេអត់លេងទេព្រមហើយអត់លេងទេខ្ញុំបានប្រាប់ហើយថាអត់លេងទេរង្វាន់សម្រាប់អូនចៅស៊ឺជីអញនេះជាមនុស្សលេងត្រូវតែលេងបើអត់លេងទេសូម្បីតែជីវិតក៏គ្មានដែរ